ជនសង្ស័យពីរនាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនពីបទនេសាទល្មើសច្បាប់ដោយប្រើឧបករណ៍ឆក់បញ្ជូនទៅតុលាការមន្ត្រីខេត្តរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរដ្ឋប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងនៅល្ងាចថ្ងៃទី28ខែវិច្ឆិកាឆ្នាំ2025ឃាត់ខ្លួនជនសង្ស័យពីរនាក់ពីបទល្មើសនេសាទដោយប្រើឧបករណ៍ឆក់ត្រីនៅចំណុចភូមិត្របែកឃុំត្រងិលស្រុកកំពង់លែងលោកលីឡានាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរដ្ឋប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងឲ្យដឹងថាកម្លាំងខណ្ឌរដ្ឋបាលជលផលបានសហការជាមួយនឹងផ្នែករដ្ឋបាលជលផលផ្សារឆ្នាំងសង្កាត់រដ្ឋបាលកំពង់លែងបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់លែងបានចូលចាប់ខ្លួនជនសង្ស័យចំនួន2នាក់ដែលកំពុងធ្វើសកម្មភាពឆក់ត្រីក្នុងបឹងក្នុងភូមិត្របែកឃុំត្រងិលស្រុកកំពង់លែងឃាត់ខ្លួនជនសង្ស័យទាំង2នាក់បានដកហូតវត្ថុតាងរួមមានឧបករណ៍ឆក់ត្រី1គ្រឿងដងឆក់ត្រី1គូអាគុយ40អំពែ1គ្រឿងខ្សែភ្លើងប្រវែង3ម៉ែត្រទូកបាឡាស្មែបភ្ជាប់ម៉ាស៊ីន1គ្រឿងនិងត្រីទម្ងន់2គីឡូក្រាមជនសង្ស័យទាំង2នាក់មានឈ្មោះមួយឈ្មោះអឿនទឹកភេទប្រុសអាយុ21ឆ្នាំនិងទី2ឈ្មោះអឿនកំសានភេទប្រុសអាយុ19ឆ្នាំអ្នកទាំងពីររស់នៅក្នុងភូមិសំរោងឃុំពោលស្រុកកំពង់លែងជនសង្ស័យខាងលើត្រូវបានមន្ត្រីជំនាញជលផលកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ប្រូវីដាទឹកស្ព្រីងបូកគោរសជាតិផ្អែមស្រទន់ស្រស់ស្រាយបែបធម្មជាតិមានចាំបានទេនារីស្អាតម្នាក់នៅផ្ទះជួលត្រូវបានក្រុមបាតសង្គមលួចកត់ទ្វារចូលយកលុយអស់$30,000នៅខណ្ឌរិស័យកែវត្រូវបានក្របួចហើយនេះជាស្នាដៃរបស់លោកអធិការខណ្ឌរិស័យកែវលោកហៀងថារ៉េតសហការសមត្ថកិច្ចជំនាញក្រោមការដឹកនាំដោយលោកហៀងថារ៉េតអធិការនគរបាលខណ្ឌរិស័យកែវសហការជាមួយកម្លាំងការិយាល័យនគរបាលព្រំប្រទានកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តនៅថ្ងៃទី28ខែវិច្ឆិកាឆ្នាំ2025នេះមន្ត្រីជំនាញព្រំប្រទាននៃអធិការដ្ឋាននគរបាលខណ្ឌរិស័យកែវបានឃាត់ខ្លួនហើយនៅជនសង្ស័យប្រុសស្រីចំនួន3នាក់ដែលបានក៏បន្ទប់ជួលស្ត្រីម្នាក់យកលុយអស់$30,000នៅចំណុចបន្ទប់ជួលផ្លូវលេខ103ក្រុម3ភូមិបាក់ទូកសង្កាត់ទួលសង្កាត់ទី1ខណ្ឌរិស័យកែវរាជធានីភ្នំពេញនៅថ្ងៃទី21ខែវិច្ឆិកាឆ្នាំ2025វេលាម៉ោង5:30នាទីទៀបភ្លឺការឃាត់ខ្លួនជនសង្ស័យទាំង3នាក់សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទី1មានឈ្មោះឆោមទឹករាំងសីភេទប្រុសអាយុ38ឆ្នាំមុខរបរមិនពិតប្រាកដមានសារធាតុញៀនទី2មានឈ្មោះញឹមស្រីប៉ុចភេទស្រីអាយុ33ឆ្នាំមុខរបរមិនពិតប្រាកដមានសារធាតុញៀនធ្លាប់ជាប់ពន្ធនាគារមួយលើកទី3មានឈ្មោះអានវិណាភេទប្រុសអាយុ25ឆ្នាំមុខរបរជាងដែកធ្លាប់ជាប់ពន្ធនាគារមួយលើកសម្ភារៈដកបានរួមមានម៉ូតូចំនួន1គ្រឿងទូរស័ព្ទដៃចំនួន3គ្រឿងខ្សែក1ខ្សែមានបន្តោងខ្សែដៃជញ្ជាតិ1វង់ប្រាក់ចំនួន$2,100និងប្រាក់ចេនជប៉ុនជាង1លានយ៉េនបច្ចុប្បន្នជនសង្ស័យខាងលើកំពុងកសាងសំណុំរឿងតាមនីតិវិធីជាចុងក្រោយនេះអង្គភាព TNM ក៏ដោយប្រិយមិត្តនិងប្រជាពលរដ្ឋក្នុងខណ្ឌរិស័យកែវសម្ដែងការអបអរសាទរចំពោះសមត្ថកិច្ចជំនាញជាពិសេសលោកអធិការខណ្ឌរិស័យកែវដែលប្រើកម្ដាប់ដៃដែកបម្រើពលរដ្ឋខ្លួនមិនខ្លាចនឿយហត់ទូក្នុងតម្លៃណាក៏ដោយដើម្បីប្រជាពលរដ្ឋរបស់ខ្លួនមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្ដុះបណ្ដាល Australian Center for Educationតំបន់អេកូទេសចរលាក់ខ្លួនក្នុងព្រៃជ្រៅដ៏ប្រណិតស្ថិតនៅក្នុងភូមិភាគឦសានលើទឹកដីខេត្តស្ទឹងត្រែងផ្ទះសំណាក់សៀមប៉ាងឬហៅថា Resort លំហែក្នុងព្រៃជាតំបន់ទេសចរលាក់ខ្លួនក្នុងព្រៃជ្រៅដ៏ប្រណិតមួយដែលបានបើកដំណើរការសាកល្បងចាប់ពីថ្ងៃទី15ខែវិច្ឆិកាឆ្នាំ2025សៀមប៉ាង Forest Lodge បានរៀបចំឡើងក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍភូមិភាគឦសាននិងឈរលើគោលនយោបាយអភិរក្សដើម្បីអភិវឌ្ឍនិងអភិវឌ្ឍដើម្បីអភិរក្សដោយប្រាក់ចំណូលមួយភាគធំជួយដល់ការអភិវឌ្ឍជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋានពិសេសជនជាតិដើមភាគតិចនិងការអភិរក្សជីវៈចម្រុះព្រមទាំងធនធានធម្មជាតិក្នុងដែនជម្រកសត្វព្រៃសៀមប៉ាងទីតាំងនេះគឺជាគោលដៅអេកូទេសចរថ្មីក្បែរដងទន្លេនិងហ៊ុមព័ទ្ធទៅដោយធម្មជាតិត្រូវបានរចនាឡើងយ៉ាងល្អិតល្អន់ដោយមានតង់ Safari ទំនើបធំទូលាយចំនួន15ហើយតង់នីមួយៗ
មានឯកជនភាពហុំព័ទ្ធទៅដោយដើមឈើអាងហែលទឹកខ្នាតធំក្រោមរចនាបថសិល្បៈខ្មែរបុរាណនិងវប្បធម៌បែបអឺរ៉ុបដែលអាចឲ្យភ្ញៀវជាតិនិងអន្តរជាតិទទួលបានបរិយាកាសល្អបរិសុទ្ធភាពស្ងប់ស្ងាត់ភាពស៊ីវិល័យនិងផាសុកភាពខ្ពស់តំបន់ទេសចរលាក់ខ្លួនក្នុងព្រៃជ្រៅដ៏ប្រណិតនេះរងចាំទទួលបដិសណ្ឋារកិច្ចដើម្បីឲ្យភ្ញៀវទាំងអស់ទទួលបានបទពិសោធន៍ល្អៗទាំងការកម្សាន្តជាមួយធម្មជាតិនិងការស្វែងយល់អំពីវប្បធម៌ប្រវត្តិរឿងរ៉ាវអភិរក្សជីវៈចម្រុះតាមរយៈសេវាកម្មរួមមានការជិះទូកកម្សាន្តនាពេលថ្ងៃលិចការទស្សនាសត្វព្រៃសាលយូហ្គាសមាធិជាពិសេសសាលស្ប៉ានិងម៉ាស្សាបែបបុរាណជាមួយការស្នាក់នៅនិងដំណើរកម្សាន្តដ៏អស្ចារ្យក្រុមមគ្គុទ្ទេសក៍ដែលមានជំនាញនិងបទពិសោធន៍ច្បាស់លាស់ធានាបាននូវសុវត្ថិភាពក្នុងការជូនភ្ញៀវជាតិនិងអន្តរជាតិធ្វើដំណើរទស្សនានិងមានឱកាសមើលឃើញសត្វកម្រនៅដែនជម្រកសត្វព្រៃសៀមប៉ាងរួមមានសត្វក្តាន់កម្រពូជទន្សោងរមាំងខ្ទីងឆ្កែចចកឆ្លុះក្រពើភ្នំត្រដក់តូចត្រដក់ធំកុកពាក់អំបោះត្រសេះដំរីនិងសត្វស្លាបជិតផុតពូជរួមមានត្រយងចំកំកសត្រយងយក្សថ្មាត់ផេះថ្មាត់ថ្នោតនិងថ្មាត់ភ្លើងលាក់និងលាក់ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលនិងបុណ្យគ្រីស្មាស់នាពេលខាងមុខតំបន់ទេសចរលាក់ខ្លួនក្នុងព្រៃដ៏ជ្រៅប្រណិតមួយនេះក៏មានរៀបចំកម្មវិធីដើម្បីអបអរសាទរនិងរងចាំទទួលស្វាគមន៍សូមអស់លោកស្រីអញ្ជើញមកទទួលយកបទពិសោធន៍ថ្មីសម្រាប់ជីវិតកំបីខានទីតាំងខាងលើស្ថិតនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាងភូមិខេត្តស្វាយឃុំព្រែកមាសស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងនៃប្រជាណាចក្រកម្ពុជាត្រាក់ទ័រចនឌីជាទំនុកចិត្តរបស់លោកអ្នកនាំចូលនឹងចែកចាយផ្ដាច់មុខដល់ក្រុមហ៊ុន RMA Cambodia សិប្បកម្មកាបូបកំប្លោកតចំនួនមួយកន្លែងនៅក្នុងខេត្តសៀមរាបជារបស់គ្រួសារអ្នកស្រីផល្លាថាវីកាបូបកំប្លោកជាសិប្បកម្មបន្តចំនួនរបស់គ្រួសារអ្នកស្រីផល្លាថាវីសិប្បកម្មនេះកំពុងទទួលការពេញនិយមពីអ្នកប្រើប្រាស់ទាំងក្នុងស្រុកនិងក្រៅស្រុកស្របពេលកំពុងមានតម្រូវការទីផ្សារវត្ថុធាតុដើមកំប្លោកបានក្លាយជាបញ្ហាបន្តិចម្ដងបិទការចាក់ដីបំពេញបឹងនិងជីកកកាយដីដែលជាជំរកធម្មជាតិនៃរុក្ខជាតិប្រភេទនេះជាអ្នកបន្តវេនចំនួនទី2អ្នកស្រីផល្លាថាវីនៅតែបន្តរបរសិប្បកម្មនេះពីគ្រួសារព្រោះជារបរតចំនួនរបស់គ្រួសារអ្នកស្រីផងនិងជាប្រភពចំណូលសំខាន់ផងសម្រាប់ខេត្តសៀមរាបរូបនេះសូសម្បត្តិជាយីហោសិប្បកម្មរបស់គ្រួសារអ្នកស្រីថាវីដែលស្ថិតនៅភូមិភ្នំក្រោមសង្កាត់ចុងឃ្នៀសក្រុងសៀមរាបខេត្តសៀមរាបដែលកំពុងគ្រប់គ្រងដោយស្ត្រីវ័យ30ឆ្នាំអ្នកស្រីផល្លាថាវីជាង10ឆ្នាំមកហើយដែលស្ត្រីសៀមរាបរូបនេះចំណាយពេលស្ទើររាល់ថ្ងៃអង្គុយត្បាញកំប្លោកជាកាបូបប្រណិតសម្រាប់អតិថិជនរបស់ខ្លួនត្បាញកំប្លោកផលិតកាបូបមិនមែនជាជំនាញតពីដូនតារបស់អ្នកស្រីថាវីឡើយជំនាញនេះបានការបណ្ដុះបណ្ដាលពីអង្គការជប៉ុនមួយដែលចុះមកបង្រៀនស្ត្រីក្នុងមូលដ្ឋានខ្លួនដំណើរការអាជីវកម្មជាច្រើនឆ្នាំក្រោយមកអ្នកស្រីថាវីថាបច្ចុប្បន្នកំប្លោកកាន់តែហោចទៅអ្នកស្រីពន្យល់បន្ថែមថាឥឡូវនេះកំប្លោកមិនសូវសម្បូរទេពីមុនសម្បូរជាងដោយសារគេកាយដីត្រពាំងយកអាចដីលក់ព្រោះកំប្លោកទឹកជ្រៅពេកវាអាចដាច់ឫសមិនអាចកកើតកំប្លោកបានទេដើម្បីអាចដំណើរការអាជីវកម្មបន្តទៀតបានអ្នកស្រីត្រូវប្រមូលទិញពីអ្នកភូមិចំនួនកាន់តែច្រើនឡើងជាជាងស្វែងរកដោយខ្លួនឯងការនេះធ្វើឲ្យអ្នកស្រីចំណាយប្រាក់ដើមបន្ថែមទៀតដើម្បីអាចផលិតកាបូបកំប្លោកបានតែទោះជាយ៉ាងណាអ្នកស្រីបន្តទិញពីអ្នកភូមិព្រោះវាអាចជួយចំណូលសម្រាប់ពួកគេផងដែរបើតាមអ្នកស្រីថាវីបច្ចុប្បន្នទីផ្សារកាបូបកំប្លោកនេះដំណើរការល្អតែមិនទាន់អាចប្រៀបធៀបមុនវិបត្តិជំងឺឆ្លង COVID-19 នោះឡើយអ្នកស្រីពន្យល់ថាបន្ទាប់ពី COVID-19 មករាវស្ងាត់ទាំងភ្ញៀវខ្មែរទាំងភ្ញៀវអន្តរជាតិកាបូបកំប្លោកនេះមានច្រើនដំណាក់កាលណាស់ទម្រាំតែបានកាបូបមួយបើតាមអ្នកស្រីថាវីដំណាក់កាលដំបូងត្រូវទៅប្រមូលកាប់កំប្លោកពីក្នុងបឹងយកមកហាលឲ្យស្ងួតការហាលកំប្លោកនោះទៀតសោតគឺហាលរយៈពេល15ថ្ងៃសម្រាប់រដូវប្រាំងនិងរយៈពេល1ខែកន្លះសម្រាប់រដូវវស្សាមុនយកមកត្បាញជាកាបូបសម្រាប់កាបូបមួយអ្នកស្រីថាវីត្រូវចំណាយពេលធ្វើ3ថ្ងៃទើបត្បាញរួចបន្ទាប់ពីត្បាញរួចចេញជារូបរាងកាបូបហើយត្រូវយកទៅហាលថ្ងៃម្ដងទៀតទើបអាចលក់ឲ្យ
អតិថិជនបានស្ត្រីរូបនេះបានរៀបរាប់ទៀតថាការហាលម្ដងទៀតនេះដើម្បីរក្សាគុណភាពសាច់កំប្លោកប្រើប្រាស់បានយូរដោយបញ្ជៀសពីការដុសផ្សិតលើសាច់កំប្លោកនិងសត្វល្អិតស៊ី 180,000 រៀលជាតម្លៃដែលអ្នកស្រីថាវីបោះដុំកាបូបកំប្លោកនេះទៅឲ្យឈ្មួញលក់បន្តកាបូបនេះមិនត្រឹមតែលក់នៅក្នុងស្រុកប៉ុណ្ណោះទេថែមទាំងបានទៅក្រៅប្រទេសទៀតផងតាមរយៈអតិថិជនដែលស្គាល់និងឮតគ្នាមកជួយគ្រប់គ្រងការធ្វើសិប្បកម្មកាបូបកំប្លោកនេះបានជួយដល់ជីវភាពគ្រួសាររបស់អ្នកស្រីថាវីជាពិសេសជួយដល់សហគមន៍អ្នកស្រីរស់នៅផងដែរដោយការប្រមូលទិញវត្ថុធាតុដើមពីអ្នកភូមិការជួលបុគ្គលិកមកធ្វើកាបូបនិងថែមទាំងបានផ្សព្វផ្សាយផលិតផលក្នុងស្រុកជាពិសេសខេត្តសៀមរាបដែលជាខេត្តសម្បូរដោយភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកំសាន្តផងដែរ Today ISP Get Connected ស្ត្រីម្នាក់មានជំងឺផ្លូវចិត្តធ្ងន់ធ្ងរត្រូវបានគេឃុំឃាំងអស់ជាច្រើនឆ្នាំទើបតែត្រូវបានជួយសង្គ្រោះឲ្យប្រសើរឡើងវិញស្ត្រីម្នាក់មានអាយុ45ឆ្នាំកើតជំងឺផ្លូវចិត្តធ្ងន់ធ្ងរជិត30ឆ្នាំហើយត្រូវបានក្រុមគ្រួសារចាប់ឃុំឃាំងអស់រយៈពេលជាច្រើនឆ្នាំទើបតែពេលនេះត្រូវបានអង្គការ PTO Cambodia ជួយព្យាបាលឲ្យប្រសើរឡើងវិញមានការចងចាំបានដឹងខុសត្រូវអាចរស់នៅជួបជុំគ្រួសារឡើងវិញនេះបើយោងតាមការឲ្យដឹងពីអង្គការរក្សាកុមារនៅព្រឹកថ្ងៃទី29ខែវិច្ឆិកាឆ្នាំ2025នេះអង្គការរក្សាកុមារបានសរសេរថាហេតុអ្វីទុកខ្ញុំចោលតែម្នាក់ឯងក្នុងខ្ទមនេះក្នុងករណី PTO Cambodia ក្នុងបេសកកម្មទៅខេត្តស្ទឹងត្រែងហើយត្រូវបានគេផ្ដល់ព័ត៌មានអំពីស្ត្រីម្នាក់ដែលមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរហើយត្រូវបានបង្ខាំងទុកចោលក្នុងខ្ទមដាច់តែឯងនៅពេលទៅដល់នៅខាងក្រោមខ្ទមនោះពោពេញដោយដបទឹកផ្លាស្ទិកប្រអប់ស្នោថង់ផ្លាស្ទិកនៅស្អេកស្កះពេលមើលតាមប្រហោងទ្វារឃើញនារីម្នាក់អង្គុយនិយាយម្នាក់ឯងគាត់មានអាយុ45ឆ្នាំមានជំងឺផ្លូវចិត្តបែបនេះចាប់តាំងពីប្រឡងចប់ថ្នាក់វិទ្យាល័យមកម្លេះ1997បន្ទាប់ពីប្រឡងធ្លាក់នាងខូចចិត្តជាខ្លាំងមិនយូរប៉ុន្មាននាងចាប់ផ្ដើមមានអាការៈក្តៅខ្លួនខ្លាំងស្រេកទឹករវើរវាយកាចខ្លាំងគប់លាមកមកលើគេឯងមិនដេកវាយធ្វើបាបឪពុកម្ដាយហើយនាងធំក្លិននេះធំក្លិននោះនិយាយច្រើនខុសពីប្រក្រតីច្រើនតែប្រាប់គេថាខ្លួនកំពុងនិយាយជាមួយស្ដេចខ្មែរចំនួនមុនជួនកាលគាត់មិនស្គាល់ទាំងម្ដាយឬសាច់ញាតិតាមអបិយជំនឿគេថាខុសនេះខុសនោះខ្មោចធ្វើហើយគ្រួសារបាននាំទៅព្យាបាលមន្ទីរពេទ្យបង្អែកខេត្តនិងនាំមកព្យាបាលនៅមន្ទីរពេទ្យរដ្ឋក្នុងរាជធានីភ្នំពេញផងដែរហើយអាការៈនៃជំងឺគាត់ក៏បានស្រន់ខ្លះបានដេកខ្លះប៉ុន្តែនៅតែមានអាការៈរំខានជាប្រចាំបន្ទាប់មកនាងក៏ឈប់លេបថ្នាំអាការៈធ្វើទុកក៏កាន់តែខ្លាំងឡើងសាច់ញាតិបាននាំទៅមើលជាមួយគ្រូខ្មែរអំឡុងឆ្នាំ2005ពេលនោះស្រាប់តែនាងបែរជាមានផ្ទៃពោះហើយក៏ប្រសូតបានកូនស្រីម្នាក់សម្រាប់កូនបានកន្លះខែអាការៈជំងឺរបស់គាត់ធ្វើទុករំខានកាន់តែខ្លាំងនេះគឺជាបន្ទុកដ៏ធ្ងន់សម្រាប់ម្ដាយគាត់និងបងប្អូនដែលត្រូវមើលថែកូនស្រីមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរនិងមើលថែចៅស្រីតូចម្នាក់ក្នុងឆ្នាំ2016អ្នកជំងឺមានអាកប្បកិរិយាកាចលោឡាកាន់កំបិតពូថៅវាយកំតិចរបស់របរអត់ដេកយប់ដើររុះរើអីវ៉ាន់ក្នុងផ្ទះដោយសារបារម្ភពីសុវត្ថិភាពអ្នកដទៃនិងសុវត្ថិភាពអ្នកជំងឺពីការបំពានផ្សេងព្រមទាំងការខ្មាស់គេផងសាច់ញាតិក៏សម្រេចចិត្តបង្ខាំងគាត់ទុកក្នុងខ្ទមតូចមួយម្ដាយគាត់និងបងប្អូនលែងមានក្តីសង្ឃឹមនិងបានធូរស្បើយហើយណាមួយបញ្ហាជីវភាពផងក៏បណ្ដោយតាមយថាកម្មក្រុមការងារអង្គការ PTO Cambodia ចុះទៅដល់ម្ដាយអ្នកជំងឺបានបង្ហាញអារម្មណ៍ថានឹកស្រណោះខ្លោចចិត្តចំពោះកូនស្រីជាពូនពេកដែលត្រូវមកជួបរឿងបែបនេះគាត់ទាល់តម្រេះហើយបានត្រឹមតែយកបាយឲ្យ3ពេលមកទុកជូនក្នុងខ្ទមនេះនិងមើលថែតាមលទ្ធភាពដែលអាចធ្វើបានអូនស្រីនិងបងប្អូនមានអារម្មណ៍អាណិតបងស្រីហើយក៏បានខិតខំប្រឹងប្រែងជួយអស់លទ្ធភាពហើយដែរ
ប៉ុន្តែមិនបានធូរស្បើយដូចចិត្តអង្គការ PTO បានធ្វើការអប់រំផ្លូវចិត្តទៅកាន់សាច់ញាតិអំពីប្រភេទជំងឺមូលហេតុនិងវិធីជួយដែលមានប្រសិទ្ធភាពអង្គការ PTO បានព្យាបាលដោយថ្នាំរយៈពេល4ខែរោគសញ្ញារំខានរបស់អ្នកជំងឺចាប់ផ្ដើមថយចុះបន្តិចម្ដងរហូតអាចប្រស្រ័យទាក់ទងគ្នាបាននិយាយដឹងខុសត្រូវឡើងវិញសាច់ញាតិក៏សម្រេចចិត្តដោះលែងហើយរស់នៅជុំគ្នាក្នុងគ្រួសារវិញទោះយ៉ាងនេះក៏ដោយអង្គការបានបញ្ជាក់ថានៅតែបន្តតាមដាននិងលើកទឹកចិត្តឲ្យគាត់ចាប់ផ្ដើមបន្តចូលរួមសកម្មភាពប្រចាំថ្ងៃឡើងវិញដូចជាហាត់ប្រាណតុបតែងខ្លួនដាំបាយលាងចាននិងជជែកលេងជាមួយបងប្អូនឬធ្វើការងារស្រាលៗជាធម្មតាឡើងវិញអង្គការ PTO កម្ពុជាបានបន្តទៀតថាថ្ងៃដំបូងដែលអ្នកជំងឺដឹងខ្លួនឡើងវិញនាងរំលឹកថាថ្ងៃដែលខ្ញុំដឹងខ្លួនដំបូងខ្ញុំមានអារម្មណ៍តូចចិត្តដែលខ្លួនឯងកើតជំងឺនឹងនិងចងចាំថាខ្លួនឯងមានកូនស្រីម្នាក់គាត់បានបង្ហាញអារម្មណ៍ថាខ្ញុំចង់ឃើញកូនស្រីមានការងារល្អនិងចង់ឃើញម៉ែមានសុខភាពល្អសូមបញ្ជាក់ថាបច្ចុប្បន្នកូនស្រីរបស់គាត់បានចម្រើនវ័យហើយបានបន្តការសិក្សានៅរាជធានីភ្នំពេញដោយមានការជ្រោមជ្រែងនិងគាំទ្រពីជីដូននិងម្ដាយមីងកូនស្រីរបស់គាត់បានបង្ហាញអារម្មណ៍រំភើបរីករាយដែលឃើញម្ដាយបានធូរស្បើយបែបនេះនាងបានលើកទឹកចិត្តយ៉ាងដូចនេះថាព្រោះពេលធំនឹងក្តីមកខ្ញុំឃើញតែម៉ែឈឺបែបនេះរហូតក្នុងចិត្តធ្លាប់តាំងចិត្តដែរថានឹងព្យាបាលម៉ែឲ្យជាសះស្បើយក្នុងថ្ងៃណាមួយសំណាងល្អឥឡូវបានអង្គការមកជួយព្យាបាលដល់ផ្ទះដោយឥតគិតថ្លៃខ្ញុំពិតជាសប្បាយចិត្តរំភើបចិត្តខ្លាំងណាស់ខ្ញុំតាំងចិត្តថានឹងមើលថែម្ដាយឲ្យបានល្អហើយតាំងចិត្តនឹងព្យាយាមមើលថែម្ដាយក្រុមគ្រួសារគាត់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ TPO និងសប្បុរសជននានាដែលបានជួយស្រោចស្រង់ជីវិតកូនស្រីគាត់ពីព្រោះនេះរឿងកម្រណាស់ដែលបានជួបនិងទទួលបានការព្យាបាលដ៏មានប្រសិទ្ធភាពបែបនេះFafa 007ជាជម្រើសវេទិកាកំសាន្តដែលល្អបំផុតសម្រាប់លោកអ្នក Fafa 007ធំជាងគេល្អផ្ដាច់គេ